episode 3នៅសៀមរាបចេញហើយអ្នកគ្នាឃើញកៅអៅនៅលើតូចចឹងក៏តែពួកខ្ញុំហើបានទៅផ្ទះវិញហើអត់ទេអ្នកគ្នាហើកៅអៅមកបោកគក់តមួយថ្ងៃទៀតនៅសៀមរាបសម្រាប់មកគ្នាខ្ញុំគឺបបួលគ្នានៅសៀមរាបមួយថ្ងៃទៀតអ្នកគ្នាហើយថ្ងៃមួយថ្ងៃតែពួកខ្ញុំនៅគឺពួកខ្ញុំអស់កៅអៅពីអីក៏ពួកខ្ញុំហើកៅអៅពួកខ្ញុំមកគក់នៅចិត្តផ្ទះកន្លែងខ្ញុំគេនឹងឯងអ្នកគ្នាអាចមើលបានគឺទំនើបខ្លាំងមែនតើពួកខ្ញុំគ្រាន់តែ scan ទិញតែសាប៊ូជាមួយទឹកកៅអោទៅយើងអាចបោកគក់នឹងបានហើយហើយកន្លែងហ្នឹងគឺពួកយើងអត់ឲ្យ scan ជាមួយនឹងលុយដុល្លារទេគឺ scan ជាមួយនឹងលុយខ្មែរតែម្ដងអ្នកគ្នាអាចមើលបានគឺ no exchange ជាមួយនឹងលុយខ្មែរអូអ្នកគ្នាអាចមើលបានគឺលុយខ្មែររបស់យើងគឺមានតម្លៃខ្លាំងមែនទែននៅកន្លែងនេះគេឲ្យតម្លៃលុយខ្មែរខ្លាំងមែនទែនសុទ្ធតែចំបត់ទេមកគឺត្រូវដូរលុយខ្មែរដែរអូខេហើយនេះគឺជាតម្លៃដែលយើងបោកគក់ពី7000 8000 10000តាមទំហំនៃកៅអៅរបស់យើងចឹងទៅបន្ទាប់ពីយើងចេញពីកន្លែងបោកគក់យើងផ្ញើកន្លែងហ្នឹងហើយយើងមកញ៉ាំសាច់គោអាំងអ្នកគ្នាអូមួយចង្កាក់ហ្នឹងតែ1500ទេអ្នកគ្នាអាចអូនិយាយថាគឺសមរម្យខ្លាំងមែនតើហ្មងសម្រាប់បងមកគឺអាចមកហូបកន្លែងនេះបានគឺrecommend ខ្លាំងមែនតើនិយាយពីជ្រក់គេវិញអូយស្រស់ស្រស់ជ្រក់ឲ្យយើងច្រើនចឹងតែម្ដងនេះអូយតំណងខ្លាំងមែនតើហ្មងហើយអានេះគឺពួកខ្ញុំកំពុងតែហូបកន្លែងអង្គុយហើយគឺពួកខ្ញុំហៅរៀងច្រើនដែរនិយាយថាគ្នាមកតែបាន5នាក់6នាក់ទេប៉ុន្តែគឺហៅដល់កោហើយអូយតំណងខ្លាំងមែនតើមកណាគ្នាដាក់តែម្ទេសទៀតមកអូយឈ្ងុយឈ្ងុកតែម្ដងខ្ញុំអត់ដឹងថាអ្នកសៀមរាបគេកន្លែង recommend កន្លែងណាឆ្ងាញ់ទេប៉ុន្តែសម្រាប់ខ្ញុំទៅគឺខ្ញុំមកតាម TikTok ទេអ្នកនេះការចំណាយទាំងអស់គឺស្ថិតនៅលើ Acilida Mobile App គឺគាត់ទៅ pay ទៅគឺងាយស្រួលខ្លាំងមែនតើមិនថានៅក្នុងក្រុងសៀមរាបឬក៏ក្រៅក្រុងសៀមរាបគឺមាន Acilida scan ទាំងអស់តែម្ដងបន្ទាប់ពីយើងបានញ៉ាំអីតិចតួចហើយពួកខ្ញុំក៏បានដើរមកដល់ Pop Street អ្នកគ្នាគុំមនុស្សច្រើនខ្លាំងមែនតើថ្ងៃនេះគឺជាថ្ងៃអុំទូកថ្ងៃទី1ដែលគេសម្រុកមកសៀមរាបគឺច្រើនខ្លាំងតែមែនតើហ្មងអ្នកគ្នាបន្ទាប់មកទៀតគឺពួកខ្ញុំបាននៅតែផ្សារខ្មែរបើថាកន្លែងឌីក័រផ្សារខ្មែរវិញគឺអូមកទៅប្លែកភ្នែកខ្លាំងមែនតើដូចជាខ្ញុំអត់ដែរឃើញការឌីក័របែបហ្នឹងទេគឺយកកម្មាមកធ្វើជាគោមអីអញ្ចឹងទៅអូបើថាបងមនុស្សវិញដើរប៉ះគ្នាអត់ដឹងខ្លួនទេអ្នកគ្នាអូមនុស្សច្រើនខ្លាំងមែនតើហ្មងកាត់ឌីក័រគេបើស្អាតតែបើកន្លែងញ៉ាំអីនៅក្នុងផ្សារខ្មែរវិញគឺច្រើនមកខ្លាំងមែនតើហ្មងបើខ្ញុំទៅវិញខ្ញុំអត់ដឹងថាខ្ញុំត្រូវការញ៉ាំអីទេព្រោះខ្ញុំអីញ៉ាំពីក្រៅហើយនៅក្នុងហ្នឹងគឺច្រើនមកខ្លាំងមែនតើហើយបើនិយាយពីតម្លៃវិញតម្លៃគឺសមរម្យទេពី$3 $3អីអញ្ចឹងទៅតាមមុខមហូបដែលគេដាក់ឲ្យនៅលើហ្នឹងចឹងទៅអ្នកគ្នាទៅអាចញ៉ាំអីពីខាងក្រៅក៏បាននៅខាងក្នុងក៏បានដែរអ្នកគ្នាមានទាំងនំបាញ់ឆាមានទាំងក្រែមមានទាំងអីអ្នកគ្នាអូបើនិយាយពីក្រែមគេវិញគឺអូមានគ្រប់ប្រភេទតែម្ដងរសជាតិអីក៏មានដែរអ្នកគ្នាហើយបើតម្លៃវិញគឺសមរម្យទេគឺអត់សូវថ្លៃប្រហែលទេអ្នកគ្នាបន្ទាប់ពីយើងចេញពីផ្សារខ្មែរហើយក៏ពួកយើងចូលឈាននៅក្នុង Temple បន្តិចទៅអ្នកគ្នាអូយរៀងអូខេដែរអ្នកគ្នាចូលទៅអត់អីមានអីសុបាយរបស់គេដែរតែចឹងអ្នកគ្នាបើទៅកុំភ្លេច Temple នៅសៀមរាបហ្នឹងអូសុបាយខ្លាំងមែនតើហ្មងហើយថ្ងៃដែលខ្ញុំទៅហ្នឹងក៏ខ្ញុំបានជួបសុកពិសីដែរអូនៅខាងក្រៅគឺស្អាតខ្លាំងមែនតើមកលើកទី1ដែលជួបគាត់នៅខាងក្រៅចឹងវីដេអូ episode 3របស់ខ្ញុំមានតែប៉ុណ្្នឹងឯងតាមដាននៅ episode 4បន្តទៀតអរគុណបាយបាយ